ឱកាសលើកពានជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាបានមកដល់ហើយពានរង្វាន់ FIFA Asian Cup 2026កម្រិតទី2បានប្រកាសចែកពូជជាផ្លូវការហើយដែលក្នុងនោះកម្ពុជាស្ថិតនៅក្នុងពូល B ជាមួយនឹងក្រុមជម្រើសជាតិឡាវនិងទីម៉័រសម្រាប់ពានរង្វាន់មួយនេះការប្រកួតគឺគេអត់មានលេងវគ្គពាក់កណ្ដាលប្រាច់ព្រាត់ទេពលគឺគេយកក្រុមលេខ1ពូ A ប៉ះជាមួយនឹងក្រុមលេខ1ពូ B ឡើងទៅប្រកួតវគ្គផ្ដាច់ព្រាត់ដណ្ដើមពានរង្វាន់ FIFA Asian Cup 2026កម្រិតទី2នេះផ្ទាល់តែម្ដងហើយក្រុមលេខ2ប៉ះជាមួយក្រុមលេខ2ដណ្ដើមយកលេខ3ដូច្នេះហើយបើសិនជាមើលទៅតាមកម្រិតបាល់ទាត់ក្នុងពូល B គឺកម្ពុជាយើងនៅតែមានសង្ឃឹមខ្ពស់ជាងគេក្នុងការឡើងទៅវគ្គផ្ដាច់ព្រាត់ដោយសារតែការប្រកួតកន្លងទៅកម្ពុជាគឺមានភាគរយខ្ពស់ក្នុងការឈ្នះទៅលើឡាវនិងទីម៉័រការប្រកួតនឹងចាប់ផ្ដើមឡើងនៅថ្ងៃទី21ខែកញ្ញាឆ្នាំ2026ដោយហុងកុងនឹងធ្វើជាម្ចាស់ផ្ទះហើយក៏ស្ថិតនៅក្នុងចន្លោះ FIFA Day អញ្ចឹងក្រុមជម្រើសជាតិកម្ពុជាយើងអាចកោះហៅកីឡាករបានមកពេញសាច់ល្អមិនថាប្រកបអាជីពនៅក្នុងក្រៅស្រុកឬក៏ក្នុងស្រុកនោះទេគឺអាចហៅមកបានទាំងអស់ជាចុងក្រោយក៏មានតែសង្ឃឹមថាក្រុមជម្រើសជាតិកម្ពុជានឹងធ្វើបានល្អខិតខំឲ្យអស់ពីសមត្ថភាពនៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ FIFA Asian Cup 2026នេះហើយនឹងទទួលបានជ័យជំនះលើកពានរង្វាន់នេះដង្ហែមកកាន់ប្រទេសកម្ពុជាយើងវិញក៏ដូចជាការលើកពានដំបូងនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជាយើង